บันไดปูคอนโทรลบ้ายังไงน้องนักบินไทยเขาเยอะเอากองตัวไอ้ชายมาตามหมอมีเปิดตักเก่งโตนะที่ตัวกันนาอยู่มีเปิดตักอยู่ฟ้าเดี๋ยวมายี่ตุ้งเงี้ยนะโขเลยได้ไอ้โกงใจkhông thể hiện là đấy cô tay của lưng tập tiền nó hỏi bạn đây nó cho tới chạm bên là phải lấy còn bạn chạm bên 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 hai bên hai លោកអ្នកនាងនឹងប្រិយមិត្តជាទីមេត្រីឥឡូវនេះគឺយើងក្រឡេកមកមើលនៅខេត្តកណ្ដាលស្រុកគៀនស្វាយឯនេះវិញគឺថាបុគ្គលចាន់វិទូដែលរំលោភបំពានមិនស្ដាប់នៅការណែនាំរបស់មន្ត្រីជំនាញស្រុកគៀនស្វាយជាច្រើនលើកជាច្រើនសារមកហើយយើងមកស្ដាប់នៅព័ត៌មានអាប់ដេតនៅវគ្គ3នេះពុកម៉ែបងប្អូនមហិច្ឆតាឈាមខំម៉ៅលើសញ្ញាច្បាប់ណាពុកម៉ែបងប្អូនគឺថាបុគ្គលចាន់វិទូនៅតែបន្តរឹងរូសមិនព្រមរុះរើសំណងដែលបំពេញដែលអាជ្ញាធរបានបាញ់ថ្នាំគំនុះនោះទេមកដល់ពេលនេះទោះជាព័ត៌មានការផ្សព្វផ្សាយចង់បែកបំពង់កយ៉ាងណាក៏ដោយក៏លោកចាន់វិទូគឺធ្វើមិនដឹងធ្វើមិនលឺតែនេះគឺមកពីមូលហេតុអ្វីមហាជនបានលន់មាត់តគ្នាថាបើយើងផ្សាយហើយគឺគេនៅតែប៉ុណ្ណឹងមិនដឹងថាច្បាប់នៅទីណាបើយើងនិយាយឲ្យឃើញទៅទោះជាលោកអភិបាលខេត្តកណ្ដាលចុះមកផ្ទាល់ក៏លោកចាន់វិទូមិនព្រឺសម្បល់ដែរតែខ្នងបង្អែកកម្រិតណាទៅនោះទើបហ៊ានបង្កឲ្យទឹកភ្នែករាសទៅជាចំណាប់ខ្មាំងបែបនេះលោកអ្នកនាងនឹងប្រិយមិត្តជាទីមេត្រីឥឡូវយើងមកស្ដាប់នៅព័ត៌មានពឹស្ដាប់ដូចតទៅព័ត៌មានវគ្គ3នេះគឺភាពប្រហើនដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររដ្ឋបាលស្រុកគៀនស្វាយនោះទេទោះបីជាលោកគួចចម្រើនអភិបាលខេត្តកណ្ដាលបានបង្ហាញវត្តមានយ៉ាងអង្អាចនិងបញ្ជាគ្រឿងចាក់ឲ្យកាយរំដោះមុខទឹកកាលពីថ្ងៃទី7ខែធ្នូឆ្នាំ2025ក៏ដោយក៏បុគ្គលលោកចាន់វិទូនេះអតីតមន្ត្រីចូលនិវត្តន៍ដែលមានចរិតអាត្មានិយមជ្រុលនិយមនៅតែបន្តរក្សាជំហររឹងរូសដោយដាច់ថែបអញ្ចឹងមិនព្រមរុះរើសំណងដែលសេះសល់តាមមិនទាត់បាញ់ថ្នាំរបស់អាជ្ញាធរស្រុកគៀនស្វាយនោះទេនេះមិនមែនគ្រាន់តែជាការបំពានដីព្រែករដ្ឋប៉ុណ្ណោះទេប៉ុន្តែជាការប្រកាសសង្គ្រាមដ៏ត្រជាក់បំផុតជាមួយនឹងច្បាប់រដ្ឋនិងអំណាចរដ្ឋបាលយ៉ាងកម្រិលបំផុតតើត្រូវប្រើពាក្យអ្វីទៅនោះដើម្បីពណ៌នាពីចរិតបុគ្គលរូបនេះបើទោះបីជាសជនទៅដល់3ច្បាប់ត្រូវបានបោះចូលនៅក្នុងធុងសម្រាមនេះដោយកណ្ដាប់ដៃបុគ្គលរូបនេះក៏ដោយក៏មហាជននៅតែងឿងឆ្ងល់ថាលោកចាន់វិទូអាងអ្វីឲ្យប្រកាសទៅរាល់ថ្ងៃនេះអាងអ្វីរាល់ថ្ងៃនេះលោកចាន់វិទូមកដល់នឹងម៉ោងនេះគណៈដាល់កុមារតូចនិងសិស្សានុសិស្សកំពុងរងទុក្ខដោយក្លិនស្អុយនៃទឹកដក់កាកសំណល់ផ្សេងនិងការលិចលង់ផ្សេងផងដែរឥឡូវនេះគឺជិតខែវស្សាហើយបើមិនរាំងស្កាត់ទាន់ពេលវេលាគឺអាចមានហានិភ័យពេលដែលទឹកជន់លិចលង់បុគ្គលរូបនេះបែរជារក្សាស្ងៀមស្ងាត់បែបមើងងាយទៅដល់អាជ្ញាធរស្រុកគៀនស្វាយនិងខេត្តកណ្ដាលទាំងភ្នែនទាំងកំរោលតែម្ដងចង់តែឯងធ្វើអីដាក់กระดาษអីក៏អត់ខ្វល់របស់អញគឺនៅតែរបស់អញនេះហើយដែលជាភាពក៏ឃ្លឿនរបស់លោកចាន់វិទូគឺមិនព្រមប៉ះពាល់សំណងដែលខ្លួនសង់រំលោភសំបីតែមួយដុំឥដ្ឋមួយចំអាងគឺអត់រុះរើនោះទេភាពមីនះនេះបងប្អូនភាពមីនះនេះបានបង្ហាញយ៉ាងច្បាស់ថាបុគ្គលរូបនេះមិនបានខ្លាចញញើតនឹងអំណាចរដ្ឋបាលខេត្តឬសុកទុករបស់រាជរាប់រយគ្រួសារនោះឡើយសំបីតែបន្តិចពុកម៉ែបងប្អូនគឺអត់ខ្វល់ទេសកម្មភាពមិនព្រមរុះរើដោយសន្តិវិធីនេះគឺជាការបង្ហាញឲ្យឃើញពីឥទ្ធិពលខ្នងបង្អែកមហាសាលលុយក្រាក់នោះហើយព្រោះថាលោកចាន់វិទូពីមុនឡើយក៏ជាមន្ត្រីចូលនិវត្តន៍បាទគាត់យល់ច្បាប់ច្រើនអញ្ចឹងគាត់អត់ស្ដាប់ច្បាប់បច្ចុប្បន្នគាត់ថាបានដែរនេះជាការសង្ស័យរបស់មហាជនដែលលើកឡើងមកអង្គភាពយើងខ្ញុំដែលអាចធ្វើឲ្យអតីតមន្ត្រីហ៊ានបិទភ្នែកបិទត្រចៀកមិនស្ដាប់ត្អូញត្អែរបស់ពលរដ្ឋភូមិឬស័យស្រុកនិងភូមិឬស័យស្រុកពីរការរឹងរូសមកដល់ពេលនេះគឺបានคล้ายជាសាច់ស្អុយដែលដុះខ្នែងហើយក្នុងរដ្ឋបាលខេត្តកណ្ដាលមួយនេះគឺលោកចាន់វិទូនឹងឯងយើងនិយាយឲ្យចំមកទៅព្រោះដោយសារតែមហាជនគាត់លើកឡើងមកម្ចាស់ដែលបំពេញហ្នឹងគឺលោកចាន់វិទូអតីតមន្ត្រីចូលនិវត្តន៍ប្រសិនបើបុគ្គលម្នាក់នេះអាចឈរជើងផ្កើននឹងអភិបាលខេត្តនឹងច្បាប់រដ្ឋបានយូរបែបនេះណាតើថ្ងៃមុខសម្ដាប់ធ្នាប់សាធារណៈនឹងទៅជាយ៉ាងណាទៅនេះគឺជាការសាកល្បងនៅប្រសិទ្ធភាពនៃការយកកន្ត្រៃវះកាត់ហើយគឺវះកាត់ចេញហើយ
នៅស្រុកគៀនស្វាយនៃខេត្តកណ្ដាលយើងនេះមានតែកណ្ដាប់ដៃដែករបស់លោកអភិបាលខេត្តគូចចម្រើននោះទេឥឡូវនេះគឺមហាជនថាតើអាចផ្ដាច់សរសៃឈាមមន្ត្រីខិលខូចរូបនេះបានកម្រិតណាទៅណែមហាជនបានដាក់សំណួរទៅលោកអភិបាលខេត្តកណ្ដាលបែបនេះព្រោះកាលពីថ្ងៃទី7ខែធ្នូឆ្នាំ2025គឺលោកអភិបាលខេត្តកណ្ដាលលោកគូចចម្រើនគាត់បានចុះផ្ទាល់ហើយប៉ុន្តែនៅតែមិនអនុវត្តតាមគំនូសដែលមន្ត្រីជំនាញគាត់បាញ់ថ្នាំជូនទៅលោកច័ន្ទវិទូទេគួរបញ្ជាក់ផងដែរថាការបន្តរឿងរ៉ាវរបស់លោកច័ន្ទវិទូគឺជាសញ្ញាអាសន្នមួយដែលទាមទារឲ្យមានវិធានការជាបន្ទាន់ផងព្រោះរឿងនេះវាខាត់ដៅបូករួមនឹងច្បាប់មិនត្រូវទុកឲ្យបុគ្គលម្នាក់បំផ្លាញក្តីសង្ឃឹមរបស់ពលរដ្ឋរាប់រយគ្រួសារបែបអញ្ចឹងទេនឹងបំផ្លាញកិត្តិយសរបស់អាជ្ញាធរខេត្តដោយគ្រាន់តែអាងខ្សែធំនោះឡើយយើងសូមអំពាវនាវដល់លោកអភិបាលខេត្តអាយដាមគូចម្រើនសូមប្រើប្រាស់អំណាចដាច់ខាតចាត់វិធានការរដ្ឋបាលតាមច្បាប់ទៅនិងឃាត់ខ្លួនបុគ្គលដែលហ៊ានរារាំងការអនុវត្តច្បាប់នេះដើម្បីជាការប្រមានឲ្យដឹងថានៅលើទឹកដីកម្ពុជាយើងនេះគ្មាននរណាម្នាក់មានសិទ្ធិធំជាងច្បាប់នោះទេនិងធំជាងប្រជារាស្ត្រកំពុងរងទុក្ខនោះឡើយអង្គភាពយើងផ្សព្វផ្សាយនេះគឺមិនចង់ប៉ះពាល់ឬក៏មានការខឹងសម្បាពីបុគ្គលរូបណាទេគ្រាន់តែជាការផ្សព្វផ្សាយជូនដំណឹងទៅដល់មហាជនពលរដ្ឋដែលបានប្តឹងមកអង្គភាពជាពិសេសនោះគឺទទួលទៅដល់ថ្នាក់ដឹកនាំឲ្យមានវិធានការនិងស្រាយបំភ្លឺឲ្យច្បាស់លាស់ជូនមហាជនឡើងវិញតែប៉ុណ្ណោះសូមអរគុណ